បងប្អូនជួយជឿទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកបង្ហាញពីវីដេអូពីរបៀបបាទដំឡើងចន្ទាវលងាយបងប្អូនណាហើយមិនបាច់ប្រើកម្លាំងច្រើនហើយមិនបាច់ទៅពុតម៉ាស៊ីនពុតទេបងប្អូនណាអញ្ចឹងបងប្អូនមើលតែវីដេអូទៅបងប្អូននឹងអាចចេះធ្វើហើយបាទជាងយើងហើយនឹងបងប្អូនដែលត្រូវការកម្លាំងចន្ទាវលអីបងប្អូនអាចតាក់ទងបានហ្នឹងហើយជាពិសេសជាងយើងបាទគំរូល្អអញ្ចឹងបងប្អូនមើលវីដេអូដល់ចប់ទៅបងប្អូនជាងយើងនឹងអាចនឹងចេះដំឡើងចន្ទាវលហើយបងប្អូនណាបាទចន្ទាវលនេះគឺការដំឡើងរបស់គាត់នេះគឺមិនសាំញ៉ាំទេបាទគឺល្អបាទមុនដំបូងគាត់យកម៉ូទ័រមកវះឲ្យវាដានឈោទៅរួចហើយបានយកដាក់ចូលក្នុងពុំពត់វាបងប្អូនណាពត់ឲ្យយើងផ្សារឲ្យវាឲ្យជាប់វិញកុំឲ្យវាអានតណយបងប្អូនអញ្ចឹងជាងយើងមានតបប្រយោជន៍ច្រើនហ្នឹងហើយយើងមើលវីដេអូទៅអាចចេះដំឡើងហើយបងប្អូនណាបាទនេះវីដេអូគាត់ក៏កាត់បិទមុខខាងក្រោយហ្នឹងយើងផ្សារដេវីឲ្យយើងខាត់ឲ្យស្អាតបាទខាត់ស្អាតទៅយើងផ្សារគេហៅផ្សារចតុលកូនកលឹងមួយមកហ្នឹងហើយដើម្បីយើងយកទៅផ្សារជាមួយនឹងសសរមូលបងប្អូនណាបាទសសរមូលនេះគាត់ខាត់បាទគាត់ខាត់ហើយគាត់ផ្សារទី27បងប្អូនបាទទី27ហ្នឹងផ្សារមកចំកន្លែងកែងទៅដើម្បីយកទៅផ្សារភ្ជាប់ជាមួយនឹងសសរទីមូលបងប្អូនណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវការតម្លើងចន្ទាវលបាទចន្ទាវលអីយើងអាចឆាតសាក់ស៊ូបានបងប្អូនណាបាទតម្លៃធូរទេបាទដោយសារយើងធ្វើនេះគឺយើងអត់ប្រើកម្លាំងច្រើនទេហ្នឹងហើយជាពិសេសក៏អត់ប្រើឡានស្ទូចដែរហ្នឹងហើយយើងអាចនឹងកាត់នឹងកង់ដូចវីដេអូមុនបងប្អូនបាទដូចវីដេអូមុនកាត់កង់មកយើងសោកចូលអាហ្នឹងជានឹងច្រើនប៉ុន្តែជើងក្រោមវាយើងធ្វើជើងតាំងដែរបងប្អូនណាបាទជើងក្រោមវាយើងធ្វើប្រឡងវាចាប់ដូចជើងតាំងដែរទៅកុំឲ្យចោលដោយសារបើយើងមិនសិនជាទីឃ្លីរបស់គាត់មានសាបអីស្រាប់ជើងតន់តែវះឬក៏ដាប់ពីចេញជារណ្ដៅមួយមកយើងចាក់សសរហ្នឹងមានតាជើងតាំងទេសម្រាប់យើងចាប់ប្រឡងចូលបងប្អូនណាអញ្ចឹងជើងរបស់យើងគឺមើលវីដេអូហ្នឹងគឺចេះធ្វើឲ្យបងប្អូនណាមានផលប្រយោជន៍ច្រើនអញ្ចឹងបងប្អូននេះបើឃើញវីដេអូនេះហើយបងប្អូនអាចshare ទុកមើលទៅហ្នឹងហើយshare ទុកមើលក្រែងបងប្អូនយើងត្រូវការកំងចន្ទាវលអីបងប្អូនអាចមើលវីដេអូនេះបានអាចធ្វើបានបងប្អូនណាហើយវីដេអូនេះគឺបង្ហាញក្បាស់តែម្ដងណាគឺអត់មានលាក់លៀមទេគាត់បង្ហាញទាំងអស់ដល់ពីរបៀបកាត់របៀបធ្វើរបៀបពោតអីគឺឃើញទាំងអស់តែម្ដងអញ្ចឹងចំណេញហើយខ្ញុំឃើញវីដេអូនេះក៏លើកមកយកមកនិយាយបង្ហាញបងប្អូនជាងយើងឲ្យចេះទាំងអស់គ្នាដោយសារសម័យនេះគឺជាសម័យការចែករំលែកបងប្អូនទាំងអស់គ្នាឲ្យចេះទៅបាទចេះទាំងអស់គ្នាក៏បានបងប្អូនយើងបានថវិកាកម្រៃដើម្បីចុះពុសាដែរបាទហ្នឹងហើយអញ្ចឹងបងប្អូនឃើញតែវីដេអូនេះពេញថាវីដេអូល្អបងប្អូននឹងអាចនឹង share ទុកមើលទៅហ្នឹងហើយ share ទុកមើលថ្ងៃក្រោយក្រែងបងប្អូនយើងត្រូវការកំងចន្ទាវលអីក៏គាត់តាក់ទងមកយើងឬក៏គាត់តាក់ទងមកខ្ញុំជាដើមទៅបងប្អូនណាបាទគឺជាល្អកាច់ណៃល្អបងប្អូនណាបាទឃើញវីដេអូនេះគាត់ធ្វើកន្លងក្បោះក្បាយតែម្ដងគាត់អត់បានលាមទេហើយគាត់ខាត់មើលស្អាតបាទស្អាតណាដើរវលនេះស្អាតបាទដូចគាត់ផ្សារអញ្ចឹងដូចគាត់ផ្សារដាក់កែងដាក់អីទៅថ្លឹងនីវ៉ូជាពិសេសបងប្អូនទីមូនោះទីមូដែលគាត់ដាក់ប្រេងនោះបងប្អូនត្រូវតែថ្លឹងបងប្អូនណាត្រូវតែថ្លឹងវាឲ្យស្មើក្បាលលើក្បាលក្រោមឲ្យស្មើក្បាលធ្លាក់ដល់ពេលស្មើទៅបងប្អូនយកថាសហ្នឹងយកមកផ្សារមកដាក់កែងវាអញ្ចឹងយើងដាក់កែងត្រង់ហើយបាទត្រង់ហើយយើងយកទៅដាក់ដាំជាមួយជាងតាំងខាងក្រោមវាបងប្អូនណាបាទអញ្ចឹងបងប្អូននៅឃើញវីដេអូហ្នឹងហើយបងប្អូនថាវីដេអូហ្នឹងវាមានចំណេះដឹងចែករំលែកបងប្អូនអាច share ទុកមើលឲ្យក្រោយទៅឲ្យក្រោយទៅបងប្អូនត្រូវការធ្វើចន្ទាវលអីបាទមានវីដេអូស្រាប់អញ្ចឹងអត់ពិបាកទេបាទហើយថាសស្លឹកផ្កានេះគឺជាសស្លឹកកម្រាស់វា3លីបាទណា3លីហ្នឹងហើយអញ្ចឹងបងប្អូនត្រូវការអីបងប្អូនមើលទៅបាទល្អចំណេះល្អបាទចំណេះដឹងចែករំលែកទីចេះបាទអញ្ចឹងបងប្អូនត្រូវការធ្វើអីបងប្អូនតាក់ទងបានបាទល្អណាបាទមកធ្វើល្អហ្នឹងហើយគាត់ធ្វើស្អាតបាទស្អាតណាហើយតម្លៃថ្លៃធ្នូអីគឺតាមក្រោយបាទភាសាភាគច្រើន space កន្លែងគាត់វាកន្លែងទីធ្លាតូចទីធ្លាធំអញ្ចឹងហើយយើងធ្វើការចាក់ស្ដែងបើសិនជាទីធ្លាតូចទៅយើងគិតម៉ែត្រដានគិតម៉ែត្របុលហ្នឹងគឺគិតតាមនោះបងណាបាទអញ្ចឹងបញ្ជាក់វីដេអូនេះបងប្អូនជួយ share គ្នាម្នាក់មួយទៅដើម្បីទុកមើលថ្ងៃក្រោយបងប្អូនណាបាទអរគុណបងប្អូនជម្រាបលា